សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញវីដេអូអំពីរបៀបនៃការដំឡើង set up MySQL ឬក៏ connect database នៅក្នុង Nest.js អញ្ចឹងនៅក្នុង Nest.js យើងអាចប្រើ MySQL ឬក៏យើងប្រើ Mongo ប្រើអីចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញពីMySQL អញ្ចឹងយើង document ដូចយើងដឹងនៅក្នុង Nest document ទៅហើយយើងចូល technique ចូល database មកចឹងជំហានដំបូងគឺយើងត្រូវការ install dependency នៅលើ project របស់យើងចឹងយើង install ទៅយើង copy យើង paste ដាក់ចូលទៅចឹងនៅពេលដែលយើងrun ហើយយើងនឹងទៅ step បន្តទៀតចឹងនៅក្នុង step បន្ទាប់ទៀតគឺយើងត្រូវតែ import configuration setup នៅក្នុង module របស់យើងដែលអាចជាទូទៅគឺយើងដាក់ចូលក្នុង app module ចឹងនេះយើងគាត់ណា copy configuration setup មកដុំនេះមកនេះចឹងយើងចូលទៅកាន់ app module របស់យើងនេះយើងចូលនៅ import នេះមកនេះយើង paste មកចឹងដល់ពេលធម្មតាវានឹង load error មកអញ្ចឹងពេលខ្លះវា load ឲ្យ fix បើអត់ load fix ទេយើងអាច copy ពីក្នុងនេះមកក៏បានដែរទូទៅខ្ញុំវាច្រើនខ្ញុំ fix ទៅវាលឿនអញ្ចឹង by default គឺយើងប្រើប្រាស់ក្នុង local machine យើង local host port 3306 user ហើយ password តែគាត់ថា password របស់ខ្ញុំដាក់វិញគឺនេះយក password ចេះអញ្ចឹងបន្ទាប់មកទៀតគឺដូចជាអស់ហើយអានេះតាក់ទងជាមួយការ set up repository តទៅទៀតអញ្ចឹងឥឡូវយើងសាក run មើលសិនទៅerror ហ្នឹងគេចង់ប្រាប់ថានៅក្នុង database យើងគឺអត់មានឈ្មោះ test ទេអញ្ចឹងយើងបើក database យើងផ្លាតទៅអញ្ចឹង database យើងមាន test មែនឥឡូវយើងបង្កើត test មួយសិនចឹងយើងបង្កើត database ហើយណាចឹងយើង run ម្ដងទៀតអូខេអញ្ចឹងយើង run successfully អញ្ចឹងជាធម្មតាបើសិនជាយើង connect អត់បានវានឹង load error ដូចមិញអញ្ចឹងប៉ុន្តែពេលដែល error ហ្នឹងវានឹងប្រាប់យើងថា error ហ្នឹងអាចអង្គ error អីដូចមិញអញ្ចឹងវាប្រាប់ថាអត់ស្គាល់ database របស់យើងទេដោយសារតែ database យើងដែលដាក់មុនហ្នឹងគឺឈ្មោះ test អញ្ចឹងទៅពេល test នៅក្នុងរបស់យើងវាអត់មានអញ្ចឹងអត់ស្គាល់វា error អញ្ចឹងឥឡូវយើងធ្វើការហើយវាមានវាស្គាល់ហើយអញ្ចឹងវាដើរហើយអញ្ចឹងវីដេអូខ្ញុំគឺចាប់ត្រឹមហ្នឹងអរគុណសម្រាប់ការទស្សនាក្នុងវីដេអូហ្នឹងជួយ like share subscribe មួយផង